អ្វីដែលជាពិសេសទៅទៀតនោះគឺមេជីសរីរាង្គធម្មជាតិ Triplus Organic ជំនាន់ថ្មីប្រើបានគ្រប់ប្រភេទដំណាំទាំងអស់មិនថាល្ហុងដូងខ្នុរលម៉ើល្មុតអីទេគឺយើងប្រើបានទាំងអស់អញ្ចឹងយើងទៅមើលវីដេអូមួយទៀតដែលជាវីដេអូដូងខ្នុរហើយនឹងតង្កែនតាបន្ទាប់ពីប្រើជី Triplus Organic មកតើដងដើមនិងផ្លែនឹងកាន់បានល្អប៉ុណ្ណាតោះយើងទៅមើលដូងមុនគេបាទនេះគឺជាដំណាំដូងដែលយើងបានប្រើជីកសិកម្ម Triplus Organic ជំនាន់ថ្មីបានរយៈពេល3ខែវាវិវត្តពីប្រវត្តិអត់កាន់ផ្លែកាន់ក្តឹបវាចាប់ផ្ដើមកាន់ផ្លែកាន់ក្តឹបបានល្អឡើងវិញអញ្ចឹងពុកម៉ែបងប្អូនអាចមើលភាពជាក់ស្ដែងណាបាទឥឡូវយើងបានមើលដូងរួចហើយអញ្ចឹងយើងទៅមើលដំណាំតង្កែម្ដងបាទតោះនេះបងប្អូនអរគ្នានេះគឺជាប្រភេទដំណាំតង្កែដែលបានប្រើជាមួយនឹងជីកសិកម្មសញ្ញាត្រាដើមឈើណាបាទនេះគឺចេញមកល្អចេញមកច្រើនមែនតើណាបាទឥឡូវបន្ទាប់ពីយើងបានមើលដំណាំតង្កែហ្នឹងតោះយើងទៅមើលដំណាំខ្នុរម្ដងបាទនេះចុងក្រោយនេះគឺដំណាំខ្នុរដែលគាត់បានប្រើជីកសិកម្មសញ្ញាត្រាដើមឈើប្រវត្តិខ្នុរទាំងអស់នេះពីមុនមកវាផ្លែច្រើនដូចគ្នាប៉ុន្តែគ្រាន់តែថាវាផ្លែមកវាស្អុយជ្រុះធ្លាក់អីចឹងទៅតែបន្ទាប់ពីប្រើជីកសិកម្មសញ្ញាត្រាដើមឈើមកគឺវាផ្លែច្រើនហើយដងដើមក៏ល្អផ្លែក៏ល្អហើយអត់ធ្លាក់អត់ស្អុយអត់មានអីទាំងអស់អញ្ចឹងមានន័យថាជីកសិកម្មសញ្ញាត្រាដើមឈើឬក៏ហៅថាមេជីសរីរាង្គធម្មជាតិ Triplus Organic នេះយើងប្រើទៅចំណេញទាំងពេលវេលាចំណេញទាំងថវិកាហើយធូរកម្លាំងទៀតហើយអ្វីដែលពិសេសគឺងាយស្រួលក្នុងការប្រើប្រាស់មែនទែនពុកម៉ែបងប្អូនទាំងអស់គ្នាគ្រាន់តែយកមេជីសរីរាង្គ Triplus Organic រយជុំវិញគល់4ទៅ5ស្លាបព្រាក្នុងមួយដើមហើយស្រោចទឹកក៏បានមិនស្រោចទឹកក៏បានគឺជាការស្រេចយើងប្រើម្ដងមានប្រសិទ្ធភាពពី6ខែរហូតដល់8ខែណោះអញ្ចឹងការប្រើប្រាស់យើងចំណេញទាំងថវិកាចំណេញទាំងពេលវេលាហើយធ្វើឲ្យដងដើមស្លឹកហើយនឹងបង្កើនទិន្នផលផ្លែមើមរបស់យើងនឹងបានច្រើនជាងមុនទ្វេដងហើយសូមពុកម៉ែបងប្អូនចំណាំឲ្យមែនតើណាមេជីសរីរាង្គធម្មជាតិ Triplus Organic ជំនាន់ថ្មីគឺមានរូបសញ្ញាត្រាដើមឈើជាសម្គាល់អញ្ចឹងតំណាក់តំណងបាទមុននឹងទិញហ្នឹងយើងតំណាក់តំណងដើម្បីប្រឹក្សាកសិកម្មលម្អិតសិនមុននឹងទិញយកទៅប្រើប្រាស់ជៀសវាងទិញចំផលិតផលคล้ายៗបាទអរគុណច្រើន